Right ហេតុអីបានជាក្មួយដាក់ហារូបករណ៍ទៅប្រទេសញូហ្សេឡង់ហើយក្មួយមានគោលបំណងអីដែរអូខេហេតុផលធំទី1ដែលខ្ញុំចង់ដាក់ហារូបករណ៍ទៅប្រទេសញូហ្សេឡង់គឺដោយសារតែចង់អភិវឌ្ឍជំនាញខ្លួនឯងដោយសារតែពីមុនមកក៏ខ្ញុំពង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយគឺសាលា SCA អញ្ចឹងគាត់ថានៅកន្លែងហ្នឹងគឺមានគ្រូគាត់បកកាយច្រើនហើយយើងអាចនៅកន្លែងដដែលបានទេគាត់ថាចង់អភិវឌ្ឍខ្លួនឯងចង់បានប្រាក់ខែច្រើនជាងមុនអញ្ចឹងគាត់គិតថាអូខេមធ្យោបាយមួយដែលយើងអាចធ្វើបានគឺយើងត្រូវតែទៅរៀនបន្តនៅក្រៅចិត្តស្អែកគឺយើងអាចរៀននៅក្នុងប្រទេសក៏បានដែរប៉ុន្តែដោយសារតែខ្ញុំខ្លួនឯងនេះចង់ទៅមើលស្រុកគេដែរដោយសារតែល្បីថាញូហ្សេឡង់ស្អាតហើយប្រជាជនក៏ចិត្តល្អអីអញ្ចឹងទៅអញ្ចឹងក៏ដាក់ហារូបករណ៍ទៅរៀននៅញូហ្សេឡង់ទៅអញ្ចឹងយ៉ាអាហ្នឹងគឺជាហេតុផលទី2ហេតុផលទី3ធំគឺខ្ញុំចង់ទៅឃើញពីការអប់រំរបស់គេតើតើជាមួយនឹងការរៀនភាសាអង់គ្លេសតើតើជាមួយនឹងការបង្រៀនភាសាអង់គ្លេសថាតើគេមានអ្វីដែលថ្មីមានអ្វីដែលល្អប្រសើរជាងយើងដែរអត់ហើយយើងអាចយកមកប្រើដើម្បីអភិវឌ្ឍនៅការអប់រំភាសាអង់គ្លេសនៅស្រុកយើងដែរអត់ហើយជាក់ស្ដែងមានរឿងជាច្រើនដែលយើងទៅហើយយើងបានរៀនពីគេមកវិញហើយយើងអាចយកមកប្រើប្រាស់ដើម្បីជួយទៅដល់ការបង្រៀនភាសាអង់គ្លេសនៅស្រុកយើងបានមែនឧទាហរណ៍ដូចជាតកតងជាមួយនឹងassessment នេះគឺតកតងជាមួយនឹងការវាស់ស្ទង់សមត្ថភាពរបស់សិស្សឬក៏មានរឿងជាច្រើនទៀតដែលក្នុងភាសាបច្ចេកទេសហ្នឹងអញ្ចឹងដល់ពេលអញ្ចឹងពិបាកនិយាយថាម៉េចអូខេហ្នឹងហើយហើយចុះហើយគោលបំណងតើអ្វីដែលក្មួយធ្លាប់ដៅទុកសម្រាប់នៅចាខ្ញុំគិតថាសម្រាប់បានច្រើនហើយដោយសារតែពេលដែលខ្ញុំដាក់អាហារូបករណ៍នេះគឺខ្ញុំបានសរសេរនៅក្នុង application ថាខ្ញុំចង់ទៅពង្រឹងសមត្ថភាពរបស់ខ្ញុំដើម្បីតកតងជាមួយនឹងការបង្រៀនភាសាអង់គ្លេសហើយនឹងយកចំណេះដឹងទាំងអស់ហ្នឹងដើម្បីយកមកប្រើអភិវឌ្ឍការអប់រំភាសាអង់គ្លេសនៅស្រុកខ្មែរចាស់ស្ដែងគឺខ្ញុំពិតជាបានទៅរៀនមែនហើយខ្ញុំបានរៀននៅមុខវិជ្ជាជាច្រើនដែលល្អសម្រាប់ការអប់រំភាសាអង់គ្លេសហើយពួកខ្ញុំបានយកមកប្រើចាក់ស្ដែងដែរដោយសារតែពេលនេះគឺដោយសារតែពេលបច្ចុប្បន្ននេះគឺខ្ញុំបើកសាលាភាសាអង់គ្លេសអនឡាញមួយគឺ Nation Academy NCA ហើយខ្ញុំបានយកអ្វីដែលខ្ញុំបានរៀនហ្នឹងយកមកប្រើជាមួយនឹងសាលារបស់ខ្លួនឯងហើយខ្ញុំឃើញថាមានការអភិវឌ្ឍជាច្រើនដែរនៅខាងក្នុងហ្នឹងឧទាហរណ៍ដូចជាខ្ញុំបាននិយាយតាក់ទងជាមួយនឹង material development គឺការបង្កើតឬក៏ការ design នៅសិលកិច្ចការផ្សេងអូខេចាស់ស្ដែងយើងគិតថាសាមញ្ញសម្រាប់យើងអ្នកដែលមើលពីខាងក្រៅយើងគិតថារឿងទាំងអស់ហ្នឹងសាមញ្ញប៉ុន្តែពេលដែលយើងបានទៅរៀនគឺយើងដឹងថាវាមានរបៀបរបស់គេដើម្បីអាចបង្កើតនៅស្លឹកកិច្ចការនីមួយៗថាតើស្លឹកកិច្ចការទាំងអស់ហ្នឹងវាបានបម្រើតម្រូវការរបស់សិស្សហើយវាឆ្លើយតបនៅអ្វីដែលគាត់រៀនដែរអត់អញ្ចឹងវាមានរឿងជាច្រើនដែលយើងត្រូវនិយាយនៅខាងក្នុងហ្នឹងបន្តទៀតយ៉ាអញ្ចឹងទាំងអស់នេះគ្រាន់តែជាចំណុចខ្លះចាដែលមូលហេតុដែលក្មួយទៅរៀននៅប្រទេសញូហ្សេឡង់ដាក់ហារូបករណ៍ទៅចាហើយនឹងគោលបំណងអញ្ចឹងចាពេលដែលខ្ញុំមកវិញគឺខ្ញុំបានបង្កើតសាលាហើយបានប្រើប្រាស់នៅជំនាញទាំងអស់ហ្នឹងយកមកបម្រើនៅក្នុងសាលាហ្នឹងហើយក៏បានបង្កើតជា consultant ដើម្បីជំរុញទឹកចិត្តឲ្យសិស្សគាត់បានទៅរៀននៅក្រៅប្រទេសដូចគ្នាដែរអញ្ចឹងខ្ញុំគិតថាប្រហែលជាលើសនៅអ្វីដែលខ្ញុំបានដៅទុកអូខេអញ្ចឹងពិតជាល្អមែនទែនអ្វីដែលក្មួយដៅប៉ុណ្ណឹងក៏ប៉ុន្តែអ្វីដែលក្មួយបានធ្វើជាលទ្ធផលដែលក្មួយបានធ្វើចាអញ្ចឹងឃើញថាចំណុចដៅ5តែលទ្ធផលដែលយើងពេលដែលយើងធ្វើហ្នឹងគឺយើងជំរុញខ្លួនឯងបន្ថែមទៅកាន់6ចំណុច7ចំណុចទៀតទៅចាល្អមែនតើអញ្ចឹងទាំងអស់ហ្នឹងជាមូលហេតុទេចឹងចាហ្នឹងហើយអញ្ចឹងថ្ងៃនេះគ្រាន់តែវីដេអូនេះចាមកតាក់សួរចាក្មួយស្រីដោយសារតែគាត់ធ្លាប់មានបទពិសោធន៍ចាទៅរៀននៅប្រទេសញូហ្សេឡង់អញ្ចឹងណាហ្នឹងហើយអញ្ចឹងសង្ឃឹមថាអាចជូនជាប្រយោជន៍ដល់ពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនចាដូចថាពេលទៅរៀនដាក់ហារូបករណ៍នៅណាមួយគឺត្រូវស្គាល់ខ្លួនឯងច្បាស់ត្រូវដឹងពីគោលដៅត្រូវទេហើយពេលត្រឡប់មកវិញគឺយើងអនុវត្តគោលដៅទាំងអស់ហ្នឹងចាអរគុណច្រើនបាយ